បាទសួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូបង្រៀនមួយនេះនៅក្នុងវីដេអូនេះលោកគ្រូលើកយកអត្ថបទអំណានភាសាខ្មែរថ្នាក់ទី6យើងមួយទៀតត្រង់ទំព័រទី83បាទដែលអត្ថបទរបស់យើងមានចំណងជើងថារឿងទំនៀមទម្លាប់ដាក់ប្រាក់កាក់ក្នុងមាត់អ្នកស្លាប់បាទម្ដងទៀតរឿងទំនៀមទម្លាប់ដាក់ប្រាក់កាក់ក្នុងមាត់អ្នកស្លាប់បាទអញ្ចឹងលោកគ្រូយកអត្ថបទនេះមកអានគឺដើម្បីជួយទៅដល់បងប្អូនដែលខ្សោយអំណានក៏ដូចជាបងប្អូនចេះអាននៅពាក្យពិបាកឬក៏ពាក្យដែលបងប្អូនអត់ទាន់ចេះអានណាហើយមួយវិញទៀតគឺលោកគ្រូនឹងធ្វើកំណែនៅលំហាត់ជូនបងប្អូនទាំងអស់គ្នាផងដែរចេះកុំភ្លេចតាមដានវីដេអូនេះពីដើមរហូតដល់ចប់ដោយយកចិត្តទុកដាក់ទាំងអស់គ្នាបាទអញ្ចឹងយើងចាប់ផ្ដើមតែម្ដងអញ្ចឹងត្រង់រូបភាពនេះលោកគ្រូសូមអត់សួរឬក៏បញ្យល់អីទេបាទយើងចូលទៅដល់អត្ថបទអំណានមានរឿងបុរាណដំណាលតគ្នាថាមានបុរសម្នាក់នៅជាមួយប្រពន្ធតាំងពីក្មេងរហូតដល់ចាស់គ្មានកូនមួយសោះគាត់មានមាសមួយបាតប្តីប្រពន្ធនេះបានសន្យាគ្នាថាបើអ្នកណាស្លាប់មុនត្រូវយកមាសនេះទៅដាក់ក្នុងមាត់អ្នកនោះចំណេរកាលមិនយូរប៉ុន្មានប្តីបានស្លាប់មុនទៅភរិយាក៏យកមាសនោះទៅដាក់ក្នុងមាត់ប្តីហើយយកសពប្តីទៅបូជាភ្លើងឆេះមាសរលាយអស់នៅសល់តែ3ស្លឹងថ្ងៃមួយព្រះមហាក្សត្របានត្រាស់បង្គាប់ឲ្យរៃអង្គាសមាសក្នុងមួយផ្ទះឲ្យបាន1បាតជាកំហិតប្រពន្ធរបស់ខ្មោចនោះក៏យកមាស3ស្លឹងដែលគាត់រើសទុកនោះទៅថ្វាយស្ដេចគាត់ទូលស្ដេចក្រាបទូលព្រះករុណាមាសនេះពីដើមពេញ1បាតតែខ្ញុំម្ចាស់បានយកទៅបង់មាត់ឲ្យប្តីខ្ញុំម្ចាស់នៅពេលគាត់ស្លាប់ក៏ត្រូវភ្លើងឆេះអស់នៅសល់តែប៉ុណ្ណឹងសូមព្រះករុណាមេត្តាដល់សត្វតលក្រផងចុះខ្ញុំម្ចាស់មិនអាចរកមាសមកថ្វាយព្រះអង្គបានឡើយព្រះមហាក្សត្រទ្រង់ស្ដាប់ហើយក៏កើតក្តីសង្វេគស្លុតព្រះទ័យទើបទ្រង់លើកលែងការរៃយកមាសពីបណ្ដារាស្ត្រតទៅទៀតអាស្រ័យរឿងនេះទើបបណ្ដារាស្ត្រទាំងអស់យល់ថាមាសឬប្រាក់សំទោសប្រាក់ឬមាសដែលបង់ក្នុងមាត់ខ្មោចមានអានុភាពទៅលើទឹកចិត្តមនុស្សណាស់សូម្បីព្រះមហាក្សត្រក៏ចុះចាញ់អានុភាពនេះដែរម្យ៉ាងទៀតអានុភាពនៃប្រាក់ឬមាសបង់មាត់ខ្មោចនេះជាវត្ថុស័ក្តិសិទ្ធិអាចជួយរំដោះគ្រោះថ្នាក់ក្នុងពេលមានអាសន្នបានដូចហេតុដូច្នេះហើយទើបគេនាំគ្នាធ្វើរបៀបនេះរហូតកើតទៅជាទំនៀមទម្លាប់តរៀងមកប៉ុន្តែអ្នកប្រាជ្ញបុរាណឲ្យយកប្រាក់ឬមាសទៅដាក់ក្នុងមាត់ខ្មោចដើម្បីធ្វើជាប្រស្នាឲ្យពិចារណាថាយើងមិនអាចយករបស់អ្វីមួយជាប់នឹងខ្លួនបានទេនៅពេលដែលយើងស្លាប់ទៅបាទយ៉ាងមិនដែរបងប្អូនមានពាក្យពិបាកច្រើនទេបាទដូចជាមានច្រើនគូសំណាតាមលោកគ្រូគិតតែអីទេបងប្អូនអាចរៀនម្ដងហើយម្ដងទៀតទៅអានចុះអានឡើងទៅបងប្អូននឹងចេះពាក្យទាំងអស់ហ្នឹងហើយតោះឥឡូវយើងមើលចំណុចបន្តទៀតជាមួយលោកគ្រូចឹងត្រង់សំណួរនេះដោយលោកគ្រូបញ្ជាក់ពីលើអញ្ចឹងបាទ1ដល់6នេះគឺលោកគ្រូអត់ធ្វើឲ្យទេណាលោកគ្រូនឹងធ្វើតែលំហាត់ទេតោះអញ្ចឹងលោកគ្រូសូមផ្លាស់ចោលធ្វើលំហាត់តែម្ដងចឹងលំហាត់យើងដូចជាមានតែ2ចំណុចទេបាទចេះចំណុចកចូលរកពាក្យនៃដូចនឹងពាក្យទាំងនេះបាទទាំងនេះបាទមានពាក្យយើងមានពាក្យ4បាទមានព្រះមហាក្សត្រភរិយាព្រះតីសពចំណុចខចូលរកពាក្យសូត្រដូចនឹងពាក្យទាំងនេះរួចប្រើវចនានុក្រមដើម្បីពន្យល់ន័យផងអញ្ចឹងយើងមាន2ពាក្យគឺបាទហើយនិងសពបាទអញ្ចឹងតើពាក្យនៃពាក្យសូត្រដូចនឹងពាក្យទាំងពីរហ្នឹងមានអ្វីខ្លះតោះយើងទៅមើលចម្លើយជាមួយលោកគ្រូទាំងអស់គ្នាតែម្ដងបាទអញ្ចឹងនេះគឺជាចម្លើយដែលលោកគ្រូបានធ្វើហើយបងប្អូនអាចមើលបានបាទអញ្ចឹងយើងមើលចំណុចកមុនណា
Chứចំណុចកអញ្ចឹងគេឲ្យយើងរកពាក្យនៃដូចអញ្ចឹងបាទនេះចំណុចកនេះរកពាក្យនៃដូចនិងពាក្យ4បាទគឺព្រះមហាក្សត្រភរិយាព្រះតីនិងសពអញ្ចឹងលោកគ្រូបានឆ្លើយហើយបាទបានធ្វើហើយអញ្ចឹងព្រះមហាក្សត្រគឺស្មើនឹងព្រះរាជាឬក៏ស្ដេចណាអញ្ចឹងយើងដាក់មកភរិយាមានន័យថាប្រពន្ធឬក៏មហេសីបាទមហេសីបាទទី3ព្រះតីនេះគឺចិត្តហ្នឹងហើយណាចិត្តទី4សពគឺខ្មោចបាទអញ្ចឹងនេះគឺជាពាក្យសំទោសពាក្យនៃដូចណាអញ្ចឹងយើងមាន4ហ្នឹងហើយលោកគ្រូបានធ្វើហើយឥឡូវយើងចូលមួយទៀតចំណុចខបាទចំណុចខពាក្យសូដូចបាទយើងពាក្យសូដូចម្ដងឥឡូវពាក្យនៃដូចអានេះពាក្យសូដូចណាអញ្ចឹងពាក្យសូដូចយើងគឺមានប្រមាណពាក្យគឺជា2ពាក្យគឺពាក្យបាទហើយនិងពាក្យសពតើឥឡូវលោកគ្រូសូមអានតែម្ដងអញ្ចឹងបាទនេះឋានៈពាក្យនាមបែកខាងក្រោមនៃជំរៅគេថាបាទបឹងបាទទន្លេបាទនាមបាទភេជ្ជៈមានរាងជ្រៅក្រឡូមសម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនាប្រើសម្រាប់ទទួលចង្ហាន់គេថាបាទលោកចឹងបងប្អូនស្គាល់ណាបាទមួយទៀតអ្នកពាក្យនាមមានន័យថាជើងគេថាព្រះបាទភាគច្រើនគេនិយាយជាមួយនឹងស្ដេចណាមួយទៀតបាទគឺអ្នកពាក្យវាគឺនិបាតស័ព្ទពាក្យសម្រាប់បុរសឆ្លើយបាទគេថាប្រុសឆ្លើយថាម៉េចគេថាអូនណាអញ្ចឹងយើងឆ្លើយថាបាទចឹងមកណាគេនិយាយយើងហៅឈ្មោះយើងឆ្លើយបាទមនុស្សស្រីយើងចាស់ចឹងមកណាតែលោកគ្រូចង់យល់ពាក្យហ្នឹងតោះសពយើងមាន4ណាសពនាមខ្មោចស្រស់រូបបុគ្គលស្លាប់សាកសពកិរិយាពេញគប់ស្មោះស្ម័គ្រឧទាហរណ៍ថាសពព្រះតីបាទអញ្ចឹងមកសពមួយទៀតគឺសេដល់លើដែរណាវាខុសគ្នាគឺគុណនាមទាំងពួងទាំងអស់ទាំងមូលទាំងស្រុងគេថាមានសពគ្រប់បាទសពសបបន្តកិរិយាសព្ទស្រូបដោយខ្យល់ទាញរុញដៃស្នប់រឿយឲ្យមានខ្យល់គេថាសពកង់បាទអញ្ចឹងមានប៉ុណ្ណឹងបងប្អូនតនេះបាទបើអត់តនេះចុច stop វីដេអូនឹងមកប៉ះទៅហើយយើងចម្លងចូលទៅក្នុងអត្ថបទរបស់យើងបាទអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការសិក្សារៀនសូត្រហើយយើងនឹងជួបគ្នាសាជាថ្មីនៅក្នុងវីដេអូក្រោយសុខសប្បាយ